ចាជំរាបសួរហើយសួស្តីពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញមុខម្ហូបមួយទៀតគឺងាំង៉ូវសាច់មាន់ចាហើយសម្លងាំង៉ូវសាច់មាន់ខ្ញុំនេះគឺខ្ញុំប្រើសាច់មាន់តែមួយចំហៀងទេហើយនឹងងាំង៉ូវចាខ្ញុំប្រើមួយផ្លែដែរគឺអត់សូវជូរពេកទេអ្នកទាំងអស់គ្នាព្រោះអីម្ដាយខ្ញុំគាត់អត់ចូលចិត្តជូរចឹងទៅខ្ញុំប្រើតែងាំង៉ូវតែមួយទេបើអ្នកទាំងអស់គ្នាចង់ជូរចំណងអាចមួយបើចំហៀងឬក៏ពីរតាមចំណង់ចំណូលចិត្តហើយនេះបើខ្ញុំបានហាន់គ្រឿងផ្សំស្ងោរងាំង៉ូវហ្នឹងគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមើលគឺបើកហ្គាសហើយនឹងចាក់ប្រេងបន្តិចអ្នកទាំងអស់គ្នាតាអ្នកខ្លះខ្ញុំអត់ដឹងថាគាត់ចូលចិត្តធ្វើដូចខ្ញុំអត់ទេខ្ញុំចូលចិត្តម្លីងខ្ទឹមឲ្យវាឈ្ងុយអ្នកទាំងអស់គ្នាហើយខ្ញុំដាក់មាន់ចូលតែបើអ្នកទាំងអស់គ្នាចង់ដាំទឹកដាក់សាច់មាន់ក៏បានដែរចាតែខ្ញុំចូលចិត្តធ្វើអញ្ចឹងហើយខ្ញុំដាក់សាច់មាន់ចូលចាហើយដាក់ដុំស៊ុបខ្នុរយើងហ្នឹងមួយដុំហើយដាក់គ្រឿងចូលគល់ស្លឹកគ្រៃម្ដេចនិងស្លឹកក្រូចចាហើយខ្ញុំធ្វើងាយតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហើយនឹងដាក់ទឹកចូលទៅហើយខ្ញុំប្រើទឹកដាំពុះអ្នកទាំងអស់គ្នាខ្ញុំអត់ប្រើទឹកឆៅទេចាខ្ញុំប្រើទឹកដាំពុះឆ្អិនហើយទុកវាត្រជាក់ដើម្បីទុកស្លហើយនេះខ្ញុំផ្សំគ្រឿងដូចជាទឹកត្រីបន្តិចហើយនឹងរ៉ូឌីបន្តិចពួកខ្ញុំស្លមាន់មួយចំហៀងហ្នឹងគឺខ្ញុំអត់លូបគ្រឿងដែរអ្នកទាំងអស់គ្នាខ្ញុំស្លរបៀបល្មមហើយនឹងលួចអំបិលបន្តិចដែរចាហើយនេះពុះរួចរាល់ហើយខ្ញុំហើយផ្លែងាំង៉ូវខ្ញុំក៏បានដាក់ចូលមុននឹងដែរអ្នកទាំងអស់គ្នាតែភ្លេចប្រាប់ហើយនេះមានគ្រឿងផ្សំខ្ញុំចូលចិត្តប្រើជីវ៉ាន់ស៊ុយព្រោះជីវ៉ាន់ស៊ុយហ្នឹងគឺឈ្ងុយអ្នកទាំងអស់គ្នាមិនថាស្ងោរជ្រក់ងាំង៉ូវស៊ុបដាក់ទៅគឺឆ្ងាញ់ហើយមាន់ខ្ញុំបានពុះហើយខ្ញុំចូលចិត្តស្លងាំង៉ូវហ្នឹងគឺបេះសាច់មុនដំបូងខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងស្រួលពូមីងឆ្ងល់ថាអូហែងស្ងោរងាំង៉ូវដាក់មាន់អញ្ចឹងហ្មងអត់កាប់អត់អីតាមពិតខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាខ្ញុំចូលចិត្តស្ងោរហ្នឹងគឺបេះសាច់ញ៉ាំឆ្ងាញ់អ្នកទាំងអស់គ្នាមិនថាស្ងោរជ្រក់ស្ងោរងាំង៉ូវស្ងោរស៊ុបគឺខ្ញុំចូលចិត្តបេះខ្ញុំអត់សូវចូលចិត្តកាប់ទេអ្នកទាំងអស់គ្នាចាហើយនេះងាំង៉ូវខ្ញុំឆ្អិនហើយខ្ញុំដាក់គ្រឿងចុងក្រោយហ្នឹងគឺមានជីវ៉ាន់ស៊ុយហើយនឹងស្លឹកខ្ទឹមជីវ៉ាន់ស៊ុយហើយនឹងខ្ទឹមបំពងជារួចរាល់ជាការស្រេចហើយក៏ដួសដាក់ចានជូនអ្នកម្ដាយខ្ញុំពិសាអ្នកទាំងអស់គ្នាចាឈ្ងុយអត់អ្នកទាំងអស់គ្នាខ្ញុំបញ្ចូលសម្លេងហើយខ្ញុំហាត់ក្លិនហ្នឹងខ្ញុំចង់ហេវម្ដងទៀតព្រោះអីថ្ងៃហ្នឹងខ្ញុំស្ងោរងាំង៉ូវគឺឆ្ងាញ់ចានេះជារួចរាល់ជាការស្រេចហើយដួសដាក់លើតុដួសបាយជូនអ្នកម៉ែហើយពងហាវគាត់មកអ្នកទាំងអស់គ្នាតាមពិតវីដេអូហ្នឹងខ្ញុំបានថតនៅក្នុងការខាត់ណាហើយតែខ្ញុំបង្ហាញអ្នកទាំងអស់គ្នាម្ដងទៀតទៅព្រោះអីខ្ញុំធ្វើជា2វីដេអូសម្រាប់បង្ហាញអ្នកទាំងអស់គ្នាមើលចាហើយនេះមានតែប៉ុណ្្នឹងឯងចាហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអ្នកទាំងអស់គ្នាមានសេចក្តីសុខនៅក្រុមគ្រួសារអ្នកទាំងអស់គ្នាហើយកុំភ្លេចធ្វើតាមនាងខ្ញុំផងអាហ្នឹងគឺបានប៉ុនណាអ្នកទាំងអស់គ្នាពេលយើងធ្វើបាយសម្លជូនអ្នកមានគុណជារៀងរាល់ថ្ងៃយើងទៅទីណាមកណាក៏មានតែសេចក្តីសុខដែរចាមានតែប៉ុណ្្នឹងទេហើយខ្ញុំតិចទៀតហ្នឹងត្រូវតែមើល baby ដូចវីដេអូខ្ញុំបង្ហាញកាលលើចឹងពួកអីឥឡូវហ្នឹងគឺរវល់អ្នកទាំងអស់គ្នាចឹងទៅថតវីដេអូខ្លះមើលកូនខ្លះហើយខ្ញុំសង្ឃឹមថាវីដេអូខ្ញុំនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាផងដែរអរគុណណាអ្នកទាំងអស់គ្នាដែលចូលចិត្តតាមដានវីដេអូខ្ញុំសូមអរគុណម្ដងទៀតបាយបាយអ្នកទាំងអស់គ្នាជម្រាបលាអញ្ចឹងមើលវីដេអូម៉ែខ្ញុំពិសាចុះខ្ញុំមានតែប៉ុណ្្នឹងឯងចាសូមអរគុណមើលអូនណា